វីដេអូនេះគឺជាវីដេអូដែលបង្ហាញអំពីចំណុចចាប់ផ្ដើមក៏ដូចជាមូលដ្ឋានគ្រឹះដំបូងហើយសំខាន់មែនទែនសម្រាប់ការរៀនភាសាចិននៅក្នុងវីដេអូនេះខ្ញុំនឹងលើកបង្ហាញអ្នកទាំងអស់គ្នាក៏ដូចជាបរិញ្ញាអ្នកទាំងអស់គ្នាអំពីការរៀនពីសសរគ្រឹះដំបូងរបស់ភាសាចិនដែលយើងសិក្សាអំពី Pinyin ក៏ប៉ុន្តែមុននឹងពេលចាប់ផ្ដើមសិក្សាទៅលើមូលដ្ឋានគ្រឹះនេះឬក៏សិក្សាទៅលើ Pinyin នេះខ្ញុំចង់លើកជាសាច់រឿងមួយជូនអ្នកទាំងអស់គ្នាជាគោលបំណងគឺខ្ញុំចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាកុំឲ្យមានអារម្មណ៍ថាសម្ពាធឬក៏ពិបាកនៅក្នុងការរៀនភាសាចិននេះពីព្រោះទាំងខ្ញុំនិងអ្នកទាំងអស់គ្នាដែលកំពុងតែមើលខ្ញុំជឿថាអ្នកខ្លះបានរៀនម្ដងឬក៏ពីរដងរួចមកហើយក៏ប៉ុន្តែដោយសារតែរៀនកាន់តែយូរកាន់តែលំបាកឬក៏អ្នកទាំងអស់គ្នារៀនកាន់តែយូរកាន់តែសម្ពាធអ្នកទាំងអស់គ្នាក៏បានបោះបង់ទៅក៏ប៉ុន្តែអ្នកទាំងអស់គ្នាមានរឿងមួយឬក៏អ្នកខ្លះពីរដងមកហើយដែលបានឆ្លងកាត់ការលំបាកណាប៉ុន្តែយើងមើលរំលងនោះគឺជាការរៀនភាសាដំបូងរបស់យើងដែលយើងធ្លាប់បានឆ្លងកាត់ការលំបាកគឺភាសាខ្មែរអ្នកខ្លះក៏បានឆ្លងកាត់ការរៀនភាសាអង់គ្លេសអញ្ចឹងមានន័យថាគាត់ឆ្លងកាត់ការលំបាកហ្នឹងពីរដងខ្ញុំថាលំបាកហ្នឹងយ៉ាងម៉េចឧទាហរណ៍ដូចជាភាសាខ្មែរអញ្ចឹងនៅពេលដែលយើងរៀនយើងត្រូវការរៀនជន់ជំនះយើងត្រូវការរៀនស្រៈហើយភាសាខ្មែរយើងដឹងស្រាប់ហើយមានជើងមានដៃស្មុគស្មាញមែនទែនហើយភាសាអង់គ្លេសក៏មិនខុសពីភាសាខ្មែរដែរមានវេយ្យាករណ៍មានស្រៈមានព្យញ្ជនៈហើយរត់តែសំខាន់មួយទៀតគឺការប្រើប្រាស់សំឡេងអ្នកខ្លះរៀនអង់គ្លេសហើយនិយាយអង់គ្លេសអត់បានឬក៏គាត់និយាយអត់ព្រោះគឺដោយសារមូលដ្ឋានគ្រឹះរបស់គាត់ដូចគ្នាដែរត្រឡប់មកមើលភាសាចិនយើងវិញនៅក្នុងភាសាចិនរបស់យើងក៏មិនខុសពីភាសាខ្មែរហើយក៏មិនខុសពីភាសាអង់គ្លេសដែរគឺវាមានព្យញ្ជនៈមានស្រៈហើយនឹងការប្រើប្រាស់សំឡេងដូចគ្នាអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាមុនពេលចាប់ផ្ដើមភាសាចិនអាចរៀបចំស្មឹងស្មាតឬក៏រៀបចំឥរិយាបថមួយចំនួនទៅដើម្បីត្រៀមចិត្តត្រៀមកាយទទួលយកភាពខុសប្លែកពីការរៀនភាសាចិនរវាងនឹងភាសាខ្មែរនិងភាសាអង់គ្លេសអ្វីត្បិតតែវាមានចំណុចខុសប្លែកក៏វាមានចំណុចរួមគ្នាជាច្រើនដែរដូចខ្ញុំបានលើកបង្ហាញមិញអញ្ចឹងណាអូខេឥឡូវក្រោយពេលដែលខ្ញុំបានលើកបង្ហាញអំពីរឿងរ៉ាវមិញបន្តិចទៅដើម្បីជាការបើកផ្លូវជូនអ្នកទាំងអស់គ្នាកុំឲ្យមានសម្ពាធក្នុងការចាប់ផ្ដើមរៀនភាសាចិនអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចសម្រួលអារម្មណ៍បានបន្តិចហើយចាប់ផ្ដើមរៀនភាសាចិនជាមួយខ្ញុំតែម្ដងនៅក្នុងភាសាចិន Pinyin គឺជាការរៀនអំពីគ្រឹះដ៏សំខាន់បំផុតដើម្បីឲ្យអ្នកទាំងអស់គ្នាអាចអានសរសេរនិងបញ្ចេញសំឡេងឲ្យបានត្រឹមត្រូវនៅក្នុងការរៀន Pinyin គឺយើងត្រូវរៀនអំពីផ្នែក3ធំដែលទី1គឺជាការសិក្សាអំពីព្យញ្ជនៈទី2គឺស្រៈនៅក្នុងស្រៈហ្នឹងក៏គេបានបែងចែក3ចំណុចតូចៗនៅក្នុងស្រៈហ្នឹងដែរដែលមានស្រៈតូលស្រៈផ្សំនិងស្រៈពេញតួឥឡូវហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែដឹងសិនថាស្រៈមាន3ហ្នឹងមានស្រៈតូលស្រៈផ្សំនិងស្រៈពេញតួវាយ៉ាងម៉េចអាហ្នឹងចាំយើង detail នៅចំណុចបន្ទាប់ចាំយើងលម្អិតនៅចំណុចបន្ទាប់ដល់ចំណុចទី3គឺជាការសិក្សាអំពីសំឡេងដែលបងប្អូនខ្លះបានដឹងសំឡេងនៃភាសាចិនមានស្មើមានឡើងមានចុះឲ្យឡើងហើយមានចុះអីចឹងទៅមកដល់ត្រឹមប៉ុណ្ណេះអ្នកទាំងអស់គ្នាកុំទាន់អាចឆ្ងល់ហើយកុំទាន់មានអារម្មណ៍ថាវាច្រើនពីព្រោះទីទៀតខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាជាចំណុចតូចហើយក៏បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបក្នុងការរៀនវាដែរអញ្ចឹងណាឲ្យតែអ្នកទាំងអស់គ្នាដាក់ចិត្តថារៀនហើយមានពេលវេលារៀនច្បាស់លាស់មិនបាច់ថាតតែច្បាស់ម៉ោងប្រហែលទេគ្រាន់តែថាពេលដែលយើងអង្គុយរៀនកុំដូចថាយើងប្រឡែប្រឡប់អីចឹងណាដូចខ្ញុំរៀនភាសាចិនអញ្ចឹងដល់ម៉ោងរៀនអាហ្នឹងខ្ញុំព្យាយាមរៀន focus អស់លទ្ធភាពអញ្ចឹងខ្ញុំមួយថ្ងៃខ្ញុំរៀនតែ1ម៉ោងកន្លះអីទេឬក៏1ម៉ោងអីខ្ញុំអាចចាប់បានជារៀងរាល់ថ្ងៃអញ្ចឹងទៅសំខាន់លើយើងតែទៅ focus វាកម្រិតណាអូខេអញ្ចឹងនៅក្នុង Pinyin ខ្ញុំសូមសរុបមកវិញត្រង់ចំណុចនេះការសិក្សាទៅលើ Pinyin គឺជាការសិក្សាអំពីមូលដ្ឋានគ្រឹះនៃភាសាចិនបើយើងចេះ Pinyin អត់ច្បាស់ទេកាន់តែទៅមុខគឺយើងកាន់តែលំបាកកាន់តែទៅមុខយើងកាន់តែលែងចង់រៀនអញ្ចឹងនៅក្នុងភាសា Pinyin គឺយើងមានត្រូវរៀនរឿង3ទី1ជញ្ជនៈទី2ស្រៈទី3គឺសំឡេងឥឡូវយើងចូលមកកាន់ផ្នែកទី1នៃ Pinyin អញ្ចឹងផ្នែកទី1នៃ Pinyin គឺជាការសិក្សាអំពីជញ្ជនៈនៅក្នុងភាសាចិនជញ្ជនៈគឺយើងមាន23តួដូចខ្មែរយើងអញ្ចឹងខ្មែរយើងមានកមានខមានកមានខរហូតដល់អអញ្ចឹងទៅនៅក្នុងអង់គ្លេសយើងមានអីគេមាន A B C រហូតដល់ Z អញ្ចឹងទៅនឹងគឺជាព្យញ្ជនៈនៅក្នុងភាសាចិនព្យញ្ជនៈគេហៅស្រឹងមូណាមាន23តួតិចខ្ញុំដាក់សំឡេងអានដែលសំឡេងអានហ្នឹងខ្ញុំសូមយកសំឡេងរបស់អ្នកគ្រូជាជនជាតិចិនតែគាត់បរៀនចិនហ្នឹងយកមកដាក់ឲ្យអ្នកទាំងអស់គ្នាស្ដាប់វិញដើម្បីឲ្យអ្នកទាំងអស់គ្នាបានស្ដាប់សំឡេងដើមតើសំឡេងដើមហ្នឹងគេអានបែបម៉េចហើយវាត្រូវតង់ជាងអញ្ចឹងណាដោយសារពីខ្ញុំ
ខ្ញុំអាចអានបានក៏ប៉ុន្តែខ្ញុំខ្លាចការអានរបស់ខ្ញុំហ្នឹងវាមិនទាន់បានពេញលក្ខណៈអញ្ចឹងខ្លាចភាពមិនច្បាស់លាស់របស់ខ្ញុំឬក៏ភាពអានមិនទាន់ត្រឹមត្រូវរបស់ខ្ញុំហ្នឹងវាអាចឲ្យបងប្អូនទាំងអស់គ្នាដែលរៀនដំបូងហ្នឹងធ្វើឲ្យអានខុសដែរអញ្ចឹងជៀសវាងការអានរបស់ខ្ញុំមិនត្រឹមត្រូវខ្ញុំសូមដាក់សំឡេងរបស់អ្នកគ្រូចូលនៅក្នុងវីដេអូហ្នឹងដើម្បីឲ្យបងប្អូនបានស្ដាប់សំឡេងហ្នឹងដែលជាសំឡេងតាម original ទោះបីជាអ្នកទាំងអស់គ្នាបានស្ដាប់ហើយអានមិនបានល្អដូចគាត់យ៉ាងហោចណាស់ក៏យើងបានធៀមខ្លួនក្នុងការព្យាយាមអានឲ្យល្អដូចភាសាដើមដែរអញ្ចឹងណាអានេះពីខ្ញុំអ្វីដែលជាកលកាលរបស់ខ្ញុំដែលខ្ញុំគិតថាវាធ្វើអញ្ចឹងវាត្រឹមត្រូវអូខេអញ្ចឹងឥឡូវយើងចាប់ផ្ដើមអានសិនទៅ波坡摸佛的特呢了个可和鸡七西之吃十日子此四一五អូខេអញ្ចឹងឥឡូវយើងបន្ទាប់ពីអ្នកទាំងអស់គ្នាបានស្ដាប់សំឡេងនៃការអានជនជាអ្នកទាំង23ទូហើយអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើបន្ទាប់ក្រោយពេលអ្នកទាំងអស់គ្នាមើលវីដេអូនឹងចប់គឺអ្នកទាំងអស់គ្នាត្រូវទន្ទិញដំបូងគឺអ្នកទាំងអស់គ្នាត្រូវអានសារចុះសារឡើងសារចុះសារឡើងហើយមានន័យថាកន្លែងហ្នឹងគឺយើងត្រូវទន្ទិញតាមលំដាប់សិនពីពណ៌ភ័រម័រពណ៌ហ្នឹងរហូតទៅដល់អ៊ូចុងក្រោយ20តួទី23ហ្នឹងខ្ញុំមានចំណាំមួយចំណាំនេះគឺដោយសារខ្ញុំទទួលបានការសង្កត់ធ្ងន់ពីលាស៊ឺខ្ញុំដែរក៏ប្រាប់ឲ្យយើងចំណាំដោយសារតែយើងទៅសេ Ping Ing គឺយើងប្រើជាភាសាអង់គ្លេសអញ្ចឹងត្រូវចាំថានៅពេលដែលយើងទៅសេ Ping Ing គឺយើងអត់ត្រូវផ្ដើមវាដោយអក្សរធំទេឥឡូវដូចពាក្យសឹងមូអញ្ចឹងបើសឹងមូយើងកាត់ចេញពី sh បូកជាមួយនឹងស្រៈអឹងអញ្ចឹងយើងអាចទៅសេ s អក្សរធំហើយបានយើងដាក់ស្រៈអឹងទេអត់ទេគឺយើងត្រូវទៅសេ sh ហ្នឹងគឺត្រូវតែ sh អក្សរតូចណានេះរបៀបដែលយើងទៅសេ Ping Ing ឲ្យត្រឹមត្រូវដូចលាស៊ឺខ្ញុំគាត់ធ្លាប់បានបញ្ជាក់អញ្ចឹងបើការគាត់រៀននៅក្នុងសាលានៅពេលណាដែលយើងទៅសេ Ping Ing មានអក្សរធំចូលទៅក្នុងហ្នឹងគឺគេសន្មត់ឲ្យមួយប្រយោគហ្នឹងគឺខុសតែជាការឲ្យបន្ទុកណាអញ្ចឹងឥឡូវយើងទម្លាប់ហើយនឹងដឹងឲ្យហើយទៅថាការទៅសេ Ping Ing អត់ត្រូវបានប្រើប្រាស់ជាមួយនឹងអក្សរធំទេចូលដល់ផ្នែកទី2នៃការសិក្សា Ping Ing អញ្ចឹងនៅក្នុងផ្នែកទី2នេះគឺជាការសិក្សាអំពីស្រៈដែលគេហៅថា Ing Mu អញ្ចឹងនៅក្នុងការសិក្សាអំពីស្រៈនេះស្រៈនៅក្នុងភាសាចិនគឺទាំងអស់មាន24តួចំពោះការអានខ្ញុំនឹងធ្វើដូចយើងរៀនជនជាអ្នកមិញអញ្ចឹងខ្ញុំនឹងយកសំឡេងរបស់លាស៊ឺដែលជាសំឡេងគាត់ជាជនជាតិចិនផ្ទាល់ហើយគាត់អានឲ្យអ្នកទាំងអស់គ្នាស្ដាប់ដើម្បីឲ្យអ្នកទាំងអស់គ្នាទទួលបានសំឡេង original ជៀសវាងការអានខុសអូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមស្ដាប់ការអាននៃស្រៈទាំង23តួសំទោសស្រៈទាំង24តួតែម្ដងទៅ啊哦一乌吁I A 微凹 O U 耶约安恩因温晕昂英វងអូខេអញ្ចឹងក្រោយពេលដែលអ្នកទាំងអស់គ្នាបានអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺដូចអ្នកទាំងអស់គ្នារៀនជនជាអ្នកមិញអញ្ចឹងការពិតទៅខ្ញុំអត់ត្រូវធ្វើវីដេអូបរិញ្ញាជនជាអ្នកហើយនឹងស្រាក់នៅក្នុងវីដេអូតែមួយទេពីព្រោះបើខ្ញុំដាក់ទាំងពីរអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជារៀងពិបាកចំណាំតិចព្រោះស្រាក់ផងជនជាអ្នកផងក៏ប៉ុន្តែ
ដោយសារខ្ញុំចង់កាត់ឲ្យហើយព្រោះពេលវេលាខ្ញុំវារៀងចង្អៀតណាឥឡូវយើងឆ្នៃចេះវិញពីខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាអាចមើលដល់បើសិនជាអ្នកទាំងអស់គ្នាមើលដល់ស្រៈហ្នឹងហើយមើលដល់ចុងវីដេអូហ្នឹងអ្នកទាំងអស់គ្នាអាចឆ្នៃចេះវិញអ្នកទាំងគ្នាព្យាយាមសម្រាប់ថ្ងៃស្អែកហ្នឹងចាប់ពីពេលមើលវីដេអូហ្នឹង2ថ្ងៃព្យាយាមមើលភ្ជន់ជំនះដដែលហើយដដែលទៀតដដែលហើយដដែលទៀតបន្តិចហើយបន្តិចទៀតប៉ុន្តែរបៀបបន្តិចនៅក្នុងភ្ជន់ជំនះអ្នកទាំងអស់គ្នាបន្តិចជាថ្នាក់ដូចខ្ញុំដាក់នៅក្នុងកឡោនគឺខ្ញុំចែកថ្នាក់ដូចប្រឡោះណាអញ្ចឹងអ្នកទាំងអស់គ្នាបន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចអញ្ចឹង2ថ្ងៃអ្នកទាំងអស់គ្នា2ថ្ងៃបន្តិចឲ្យចាំហើយចាំអ្នកទាំងអស់គ្នាចូលទៅមើលស្រៈហើយស្រៈធ្វើដូចគ្នាអញ្ចឹងបន្តិចហើយបន្តិចទៀតបន្តិចហើយបន្តិចទៀតរយៈពេល2ថ្ងៃហ្នឹងព្យាយាមឲ្យចាំស្រៈក្រោយពេលអ្នកទាំងអស់គ្នាមើលភ្ជន់ជំនះបាន2ថ្ងៃស្រៈបាន2ថ្ងៃអញ្ចឹងខ្ញុំនឹងមានវីដេអូថ្មីមួយទៀតខ្ញុំនឹងប្រាប់អំពីរបៀបមួយចំនួនដែលខ្ញុំបានប្រើក្នុងការទន្ទិញភ្ជន់ជំនះហើយនឹងស្រៈហ្នឹងខ្ញុំអត់ទាន់ប្រាប់ឥឡូវដោយសារអីអ្នកទាំងអស់គ្នាខ្លះគាត់ថ្មីអញ្ចឹងបើខ្ញុំប្រាប់តចំណុចហ្នឹងទៅវាធ្វើឲ្យគាត់កាន់តែរៀងមានភាពស្មុគស្មាញអញ្ចឹងអ្នកទាំងអស់គ្នាដែលថ្មីអាចប្រើកម្លាំងបាយសិនដើម្បីយើងអាចមកប្រើវិធីផ្សេងដែលខ្ញុំគិតថាវាជាជំនួយការអញ្ចឹងណានៅក្នុងវីដេអូនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាត្រឹមផ្នែកទី1និងផ្នែកទី2សិនចំពោះផ្នែកទី3តើតើជាមួយនឹងការប្រើប្រាស់សំឡេងខ្ញុំសូមដាក់នៅវីដេអូបន្ទាប់អូខេអរគុណច្រើនហើយសង្ឃឹមថាអ្នកទាំងអស់គ្នាបានទទួលចំណេះដឹងថ្មីសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍ថ្មីជាមួយការរៀនភាសាចិនដែលខ្ញុំបានរៀបរៀងនេះហើយក៏សូមអធិស្ឋានដែរបើសិនជាការដែលបង្ហាញរបស់ខ្ញុំនោះមានភាពខុសឆ្គងឬក៏មានចន្លោះខ្វះខាតផងណាអាច comment ប្រាប់បានអាចបំពេញបន្ថែមបានហើយខ្ញុំដូចគ្នាដែរនឹងព្យាយាមយកការបន្ថែមរបស់អ្នកទាំងអស់គ្នាដើម្បីជាការពង្រឹងទៅលើសមត្ថភាពខ្ញុំព្រោះដូចបានបញ្ជាក់អញ្ចឹងថាខ្ញុំទៅតែរៀនចិនដែរទេក៏ប៉ុន្តែដោយសារចង់ឲ្យការរៀនរបស់ខ្លួនឯងហ្នឹងបានឆ្ងាយហើយចេះច្បាស់លាស់អញ្ចឹងក៏នាំបងប្អូនមកចូលរួមរៀនទាំងអស់គ្នាដើម្បីជាកម្លាំងចិត្តរបស់ខ្ញុំផងហើយក៏ដូចជាការពង្រឹងសមត្ថភាពខ្ញុំដែរអញ្ចឹងណា